អ្នកទាំងអស់គ្នាបើសិនជាខ្ញុំប្រាប់ថាអ្នកទាំងអស់គ្នារាល់ថ្ងៃហ្នឹងកំពុងតែប្រើច្បាប់ស្រូបទាញនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃហើយក៏ដូចជានៅក្នុងកិច្ចការងារដែលអ្នកទាំងអស់គ្នាធ្វើរាល់ថ្ងៃតើអ្នកទាំងអស់គ្នាជឿអត់គ្រាន់តែអ្នកទាំងអស់គ្នាដែលបានចាប់អារម្មណ៍ទេខ្ញុំសូមធ្វើការបើកវងកញ្ចក់ដើម្បីនិយាយពីច្បាប់ស្រូបទាញនឹងបន្តិចសម្រាប់បងប្អូនយើងដែលគាត់អត់ទាន់ដែរដឹងអញ្ចឹងណានិយាយទៅច្បាប់ស្រូបទាញនឹងបើសិនជាភាសាអង់គ្លេសគេនិយាយថា law of attraction law of attraction ហ្នឹងគឺគេសំដៅទៅលើជំនឿនៃការគិតវិជ្ជមានគេថាបើសិនជាយើងធ្វើអីមួយហើយយើងគិតវិជ្ជមានណាគឺវានឹងផ្ដល់ថាមពលដែលជំរុញឲ្យយើងហ្នឹងធ្វើការងារនឹងបានជោគជ័យបងប្អូនប្រហែលជាអាចនឹងអត់ចាប់អារម្មណ៍ទេខ្ញុំឧទាហរណ៍ថាបងប្អូនកំពុងតែធ្វើអីមួយឥឡូវបងប្អូនសម័យមើលកំពុងតែចង់ធ្វើអីមួយហើយនៅពេលដែលបងប្អូនប្រាប់ខ្លួនឯងថាអូខេអាហ្នឹងខ្ញុំប្រកាសជាធ្វើបានណាយើងនឹងមានថាមពលមួយនៅក្នុងខ្លួនណាដូច energy មួយនៅក្នុងខ្លួនហ្នឹងគឺថាជំរុញយើងឲ្យធ្វើអីដើម្បីទៅរកអ្វីដែលយើងចង់បាននឹងហ្មងហើយភាគច្រើនគឺយើងទទួលបានជោគជ័យហ្មងប៉ុន្តែបើសិនជាបងប្អូនបំរុងនឹងធ្វើអីមួយហើយបងប្អូនដូចថាក្នុងខ្លួនហ្នឹងគឺថាប្រហែលជាធ្វើឲ្យបានជោគជ័យឯបានន័យថាហ្នឹងថាមពលអវិជ្ជមាននៅពេលដែលយើងមានថាមពលអវិជ្ជមានហ្នឹងគឺយើងភាគច្រើនគឺថាយើងដូចថាវាធ្វើឲ្យយើងអស់កម្លាំងណាចាធ្វើអស់កម្លាំងកាយកម្លាំងចិត្តយើងព្រោះក្នុងខ្លួនយើងដឹងហើយថាខ្ញុំធ្វើឲ្យបានជោគជ័យអញ្ចឹងយើងអត់មាន energy ដែលជំរុញឲ្យយើងខំប្រឹងធ្វើវាទេអញ្ចឹងបានគេថាបើសិនជាយើងគិតវិជ្ជមានយើងនឹងទទួលបានផលវិជ្ជមានបើយើងគិតអវិជ្ជមានយើងនឹងទទួលបានផលអវិជ្ជមានអញ្ចឹងនៅក្នុង law of attraction ហ្នឹងគេថាឲ្យយើងព្យាយាម attract នៅថាមពលវិជ្ជមានចូលមកក្នុងខ្លួនបើយើងឲ្យច្រើនតិចបានថាមុននឹងយើងចាប់ផ្ដើមធ្វើអីហ្នឹងយើងត្រូវជឿជាក់លើខ្លួនឯងយើងត្រូវជឿថាយើងអាចធ្វើវាបានអញ្ចឹងណាដើម្បីឲ្យយើងបង្កើតនៅថាមពលវិជ្ជមាននៅក្នុងខ្លួនជំរុញឲ្យយើងធ្វើអ្វីទៅតាមអ្វីដែលយើងចង់បានហ្នឹងអញ្ចឹងណាឥឡូវពេលដែលខ្ញុំនិយាយចឹងហើយឥឡូវបងប្អូនសាកគិតឡើងវិញមើលថាតើបងប្អូនរាល់ថ្ងៃហ្នឹងពិតជាបានប្រើនៅ law of attraction នៅក្នុងជីវិតប្រចាំថ្ងៃដែលអត់ដឹងខ្លួនមែនអត់សូមជួយ comment ប្រាប់ខ្ញុំម្នាក់មួយមកថាណាគេខ្លះដែលប្រើវាដែលអត់ដឹងខ្លួនហើយណាគេខ្លះគេគិតថាខ្លួនឯងបានប្រើអញ្ចឹងណា